លោកនាងស្ដាប់ជាទីមេត្រីតាក់ទងនឹងរឿងចោះឈ្មោះបោះឆ្នោតវិញគណៈបក្សសង្គ្រោះជាតិក្រុងនឹងលើកយកសំណើមួយចំនួនតាក់ទងនឹងពេលវេលាកំណត់នៃការចោះឈ្មោះបោះឆ្នោតនិងបញ្ហាអ្នកមានសិទ្ធិបោះឆ្នោតជាច្រើនមិនទាន់បានចោះឈ្មោះទៅជជែកជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបនៅព្រឹកស្អែកការស្នើឲ្យមានការជួបពិភាក្សានេះគណៈដែលពេលកំណត់ចោះឈ្មោះបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី29វិច្ឆិកាឆ្នាំ2016តែចំនួនអ្នកមិនទាន់ចោះឈ្មោះនៅមានជិត2លានអ្នកនៅឡើយបាទលោកសនច័ន្ទរដ្ឋាមានសេចក្តីរាយការណ៍អំពីរឿងនេះឆ្លើយតបទៅនឹងលិខិតរបស់គណៈបក្សសង្គ្រោះជាតិដែលបានផ្ញើជូនប្រធានកោជបលោកសឹកមុនហុកចុះថ្ងៃទី23វិច្ឆិកាកោជបបានអនុញ្ញាតឲ្យគណៈបក្សសង្គ្រោះជាតិជួបពិភាក្សានៅព្រឹកថ្ងៃទី25វិច្ឆិកាអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយឹមសវណ្ណឲ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី24វិច្ឆិកាថាក្រុមតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិនឹងស្នើឲ្យកោជបពន្យាពេលចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់មួយចំនួននិងបញ្ហាផ្សេងទៀតដែលគណៈបក្សសង្គ្រោះជាតិបានជួបប្រទះលោកយឹមសវណ្ណបញ្ជាក់ថាសមាជិកភាពដែលនឹងចូលរួមទៅជជែកជាមួយនឹងកោជបមានលោកអេងឆៃអៀងលោកយ៉ែមពញ្ញរិទ្ធលោកយឹមសវណ្ណនិងតំណាងនាយកដ្ឋានកិច្ចការបោះឆ្នោតអ្នកស្រីមេងសុភារីជំរាបជូនគាត់អំពីបញ្ហាខ្លះៗដែលយើងជួបប្រទះហើយសូមធ្វើម៉េចដើម្បីគាត់ទៅពជាពេលទៅលើការចោះឈ្មោះនៅតាមឃុំសង្កាត់មួយចំនួនដែលមានអត្រានៃអ្នកចោះឈ្មោះក្រោម 70% នេះហើយការចល័យមួយចំនួនដែលនៅមានចំនួនអ្នកចោះឈ្មោះចាប់ពី50អ្នកឡើងទៅគាត់គួរទៅពជាពេលហើយដើម្បីធ្វើម៉េចឲ្យគ្រប់ប្រជាពលរដ្ឋទៅដល់អាយុចោះឈ្មោះហ្នឹងបានទៅចោះឈ្មោះឲ្យអស់បាទក្រៅពីការស្នើឲ្យមានការពន្យាពេលចុះឈ្មោះបោះឆ្នោតអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយឹមសវណ្ណឲ្យដឹងថាក្រុមលោកក៏នឹងយកសំណើមួយចំនួនផ្សេងទៀតដើម្បីយកទៅជជែកផងដែរក្នុងនោះមានដូចជាការស្នើឲ្យកោជបបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយស្នើឲ្យបង្កើតការិយាល័យអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋមកចុះឈ្មោះបោះឆ្នោតនិងស្នើឲ្យការិយាល័យចល័តត្រូវចល័តឲ្យទៅដល់ទីកន្លែងដាច់ស្រយាលគិតមកដល់ថ្ងៃ24វិច្ឆិកាលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតបានបង្ហាញថាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានប្រមាណ7លាន5សែននាក់គឺស្មើទៅនឹង 77.57% នៃអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបចំនួន9លាន6សែននាក់ក្នុងចំណោមរាជធានីខេត្តដែលចំនួនពលរដ្ឋដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោតច្រើនជាងគេមានរាជធានីភ្នំពេញខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យខេត្តកំពង់ចាមខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងជាដើមគណៈបក្សសង្គ្រោះជាតិអះអាងថាក្នុងចំណោមអ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតមានប្រមាណ1លាននាក់គឺជាពលករចំណាក់ស្រុកលោកយឹមសវណ្ណថ្លែងនៅមានសុទិដ្ឋិនិយមថាពលករចំណាក់ស្រុកប្រមាណ 90% គឺបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិតាក់ទងទៅនឹងពលករចំណាក់ស្រុកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនេះដែរលោកយឹមសវណ្ណឲ្យដឹងថាក្រុមលោកក៏នឹងយកទៅជជែកជាមួយកោជបផងដែរយើងទៅជជែកជាមួយគាត់សួរគាត់ថាតើគាត់មានមធ្យោបាយអីដើម្បីជួយឲ្យកម្មករនឹងបានចុះឈ្មោះបើឥឡូវហ្នឹងវាចង់ផុតទៅហើយប៉ុន្តែចំពោះពេលវេលាខាងមុខទៀតហ្នឹងយើងអាចបង្កើតមានការចល័យអចិន្ត្រៃយ៍នៅតំបន់ណាមួយដើម្បីចុះគាត់បានទេនៅតើគាត់ទៅគួររៀបចំឲ្យមានការចល័យចុះឈ្មោះបោះឆ្នោតឬចុះឈ្មោះហ្នឹងតាមស្ថានទូតតាមអីហ្នឹងបានទេនឹងគឺជាអ្វីដែលយើងចង់ទៅជជែកជាមួយគាត់ទាក់ទងទៅនឹងការបោះឆ្នោតនេះដែរនៅរសៀលថ្ងៃទី24វិច្ឆិកាក្រុមអង្គការសង្គមស៊ីវិលនិងសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើទៅដល់កោជបឲ្យបន្ថែមចំនួនថ្ងៃនៃការចុះឈ្មោះបោះឆ្នោតដែលមិនប៉ះពាល់ទៅដល់ការចាប់ផ្ដើមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីឲ្យពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានក្រៅពីនេះក្រុមអង្គការសង្គមស៊ីវិលក៏អំពាវនាវឲ្យកោជបនិងភាគីពាក់ព័ន្ធអាជ្ញាធរគណៈបកនយោបាយអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានបន្ថែមការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀតខ្ញុំសនច័ន្ទរដ្ឋាអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញ